រឿងសាកសពក្នុងអណ្ដូងចាស់សំលេងខ្យល់បក់ត្រជាក់និងសត្វចចកហែកយប់តាហ៊ឿនសូរសំលេងចាស់ចាស់អណ្ដូងនោះគេបិទជាច្រើនឆ្នាំហើយកុំអោនរណាចុះទៅជិតអ្នកណាដែលទៅបាត់ទៅទាំងអស់សុភាសំលេងប្រុសវ័យ30តាហ៊ឿនតែអណ្ដូងនោះស្រាប់តែបែកដីចិនវិញបើខ្ញុំមិនជួយជុលវិញធ្លាក់គ្នាមិនតែស្លាប់ទេសុវណ្ណីសំលេងស្ត្រីអស់សង្ឃឹមបើសិននោះហើយអ្នកត្រូវជួយសង់បិទវាឬក៏បំផ្លាញវាឲ្យផុតបញ្ហាទៅវិញខ្ញុំមិនចង់ឃើញអណ្ដូងនោះទេខ្ញុំខ្លាចសំលេងខ្យល់ហូររបស់សត្វបក្សីយប់ហែលអូយអណ្ដូងនោះមិនត្រឹមតែជាអណ្ដូងទឹកទេតែជាកន្លែងដែលគេបោះសាកសពស្រីម្នាក់ចុះពី20ឆ្នាំមុនសុវណ្ណីស្ទាក់ស្ទើរសំលេងដង្ហើមរបស់នាងខ្លាំងតាហ៊ឿនតាឯងនិយាយម្ដងទៀតបាំងទេសាកសពស្រីម្នាក់បាទអ្នកស្រីវណ្ណាកាលនោះជាស្រីស្អាតក្នុងភូមិប៉ុន្តែបាត់បង់យ៉ាងអាតកំបាំងគេនិយាយថានាងសម្លាប់ខ្លួនឯងតែខ្ញុំដឹងថាមិនមែនទេសុភាស្រែកសូរស្ទើរព្រឺតាហ៊ឿនអ្នកនិយាយថាស្រីវណ្ណាសុវណ្ណីភ្ញាក់ខ្លាចឈោអស់កម្លាំងសុភាតើអ្នកស្គាល់នាងដែរឬទេយ៉ាងណាទៅមិនស្គាល់ទេនាងគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតមុនពេលនាងបាត់ទៅក្នុងអណ្ដូងនោះសំលេងខ្យល់បក់ខ្លាំងជិតឮសូរស្ត្រីស្រែកបន្តិចពីចម្ងាយសំលេងស្ត្រីអើតកំបាំងឆ្ងាយសុភាហេតុអ្វីបានជាអ្នកមិនសង្គ្រោះខ្ញុំសុវណ្ណីស្រែកអូយនាងចុះមកវិញហើយភ្លើងភ្លាសជាប់បន្លឺសូរសម្លាប់ក្តៅត្រជាក់ព្រឺព្រួយទាំងភូមិសំលេងភ្លៀងធ្លាក់លើដីស្អិតសំលេងកង្កែបហែកខ្លាំងអណ្ដូងចាស់នៅចំកណ្ដាលស្ទឹងភូមិត្រកពន្លឺព្រឿងភ្ជុកបំភ្លឺសុភាសំលេងរំភើបតាហ៊ឿនតាញាក់បានលឺសូរនោះទេមានអ្នកនៅក្រោមបណ្ដូងមែនទេខ្ញុំមិនដឹងទេប៉ុន្តែសូរនោះមិនមែនសូរមនុស្សទេវាជាសូរអ្នកស្លាប់សំលេងទឹកអណ្ដូងចាប់ផ្ដើមកើនឡើងសូរស្នាមដៃស្អិតនៅជញ្ជាំងសូរទឹកបក់តូចដូចជាមានអ្វីមួយកំពុងឡើងពីក្រោមអណ្ដូងសុវណ្ណីស្រែកសុភាចេញពីទីនោះទៅខ្ញុំស្ដាប់សូរទឹកឡើងហើយមិនតាន់ទេខ្ញុំត្រូវពិនិត្យមើលវាមុនអណ្ដូងនេះបើគ្មានមនុស្សស្លាប់ក្នុងនោះហើយប៉ុន្តែសូរមកវិញត្រូវមានអាចកំបាំងអីមួយជាក់ជាមិនខានសំឡេងដែកប៉ះលើថ្មកាំងបន្ទាប់មកសូរទឹកបក់ជាស្ទើរបែកចំហៀងសុភាស្រែកតាហ៊ឿនអូយមានដៃមួយកំពុងឡើងពីក្រោមទឹកតាហ៊ឿនច្រៀងសូរទន្ទិញកុំមើលវាសុភាសូរអ្វីមួយលាន់អើងពីក្នុងអណ្ដូងបំបែកទឹកជាចំហៀងហើយសូរស្រែកស្រីខ្លាំងស្ទើរបែកត្រចៀកសុភាត្រូវទឹកបាញ់តាំងមុខបើកភ្នែកមើលសាកសពស្រីស្លៀកសម្ពុតបាសធ្លាក់សក់ល្អិតទឹកក្រហមចេញពីមាត់សុភាភ្ញាក់ស្លុតអូស្រីវណ្ណាសាកសពសំលេងទៀបស្ទើរច្រមុះឈាមសុភាអ្នកបោកខ្ញុំសាកសពស្រែកហ៊ានជើងចេញពីអណ្ដូងបោះសាច់ទឹកដុសឈាមលើដីតាហ៊ឿនត្រឡប់ខាងក្រោយហ៊ានឲ្យភ្លើងបាញ់វាមិនមែនជាមនុស្សទេវាជាព្រលឹងក្លាហាននៃស្រីវណ្ណាដែលត្រូវបោះចោលក្នុងអណ្ដូងនេះបើវាឡើងវិញនឹងមានអ្នកស្លាប់ម្ដងមួយដល់ជាតិចុងក្រោយសុវណ្ណីស្រីជាមួយទឹកភ្នែកមិនអាចជាខ្ញុំសុភាយកភ្លើងបាញ់លើសាកសព
ត្រឡប់ចូលទៅក្នុងអណ្ដូងវិញសូស្រែកខ្លាំងអូហិលភ្លើងបាញ់ប៉ះសាច់ទឹកឈាមក្រហមចេញបែកជុំវិញសុវណ្ណីដួលនៅលើដីបេះដូងលោតច្រានសុភារត់ទៅអោបនាងសុវណ្ណីអ្នកមិនអីទេសុវណ្ណីសំឡេងខ្សោយខ្ញុំឮសូរអ្វីមួយនៅក្នុងក្បាលនាងនិយាយថាសងសេចក្តីស្លាប់របស់ខ្ញុំឲ្យបានសំឡេងខ្យល់ក្រហមភ្លើងបន្ទាប់មកសូរស័ព្ទរបស់ជាងម្នាក់ដែលជិតអណ្ដូងកំពុងដែលឈួតស្រែកហើយដួលចូលអណ្ដូងបោះឈាមលើស្រោមដីតាហ៊ឿនរន្ធត់យប់នេះវាចាប់ផ្ដើមហើយមនុស្សនឹងស្លាប់រៀងរាល់យប់ដល់ពេលនាងបានសងគ្រោះចុងក្រោយភ្លើងបន្លឺដាច់សំឡេងទឹកអណ្ដូងកំពុងឡើងខ្ពស់សូរស្រែកមនុស្សពីចម្ងាយព្រឹកថ្ងៃដទៃភូមិទាំងមូលស្ងៀមស្ងាត់ខ្យល់ត្រជាក់បាក់ស៊ីមិនហែកដូចធម្មតាអណ្ដូងចាស់ត្រូវគេបិទជាបណ្ដោះអាសន្នដោយជាង3នាក់នៅសល់កំពុងត្រៀមសង់ថ្មជុំវិញជាងលឿននិយាយយប់មិញគេនិយាយថាមានខ្មោចឡើងមែនទេតែខ្ញុំមិនជឿទេអណ្ដូងមិនអាចចេញមនុស្សបានប៉ែនទេជាងកុងបើមិនជឿកុំទៅជិតវាអាណិតតែបងលីងស្លាប់ដាច់សមយប់មិញឈាមហូរពេញចំហៀងអណ្ដូងគ្មានសត្វឬមនុស្សអាចធ្វើបានទេសំឡេងប៉ាក់ដែកលឺថ្មកាំងបន្ទាប់មកសូរទឹកចេញពីអណ្ដូងតិចជាងលឿននិយាយអូយជាងអណ្ដូងនេះប្រហែលស្លាប់ខ្មោចហើយខ្ញុំបញ្ចូលឈើបិទវារឹងតើនឹងអីទៅទៀតភ្លាមសូរទឹកបក់ខ្លាំងដីជិតជើងគេបែកចេញដៃស្រីសខ្មៅប៉ោងឡើងចាប់ជើងជាងលឿនទៀងចុះជាងលឿនស្រែកខ្លាំងអូយជួយខ្ញុំផងអូយសំឡេងខ្យល់ហូរត្រជាក់បន្ទាប់មកសូរទឹកបែកបន្ទាប់មកជាងលឿនបាត់ទៅក្នុងអណ្ដូងសូរទឹកស្ងាត់វិញតែឈាមហូរឡើងលើដីជាចំណិតជាងកុងភ្ញាក់ស្លុតយ៉ាគេបាត់ទៅហើយអណ្ដូងមិនសល់សូរទេជាងសានចេញសំឡេងខ្លាចបងកុងមុនអាចនៅទីនេះទេយើងត្រូវកិច្ចចេញទៅភូមិទើបជួសជុលថ្ងៃក្រោយសូរស្រីស្រែកតាមខ្យល់សងគ្រួឲ្យខ្ញុំក្លិនសាច់រលួយតាមខ្យល់បក់ចូលមកជាងសានបិទមុខអូយក្លិនអីនេះក្លិនសាច់ស្ត្រីស្អុយជាងកុងកុំសើចតាមខ្ញុំទៅឆាប់ពេលពួកគេដើរចេញពីអណ្ដូងពួកគេឮសូរច្រៀងស្រីមួយនៅពីក្រោយសូរនារីឆ្ងាយសុភាចាំខ្ញុំមួយផ្លែតខ្ញុំនៅទីនេះជាងសានត្រឡប់មើលវិញភ្លាមសាកសពស្រីវណ្ណាលេចចេញពីព្រៃជិតអណ្ដូងសក់វែងជ្រៀលដៃលើខ្មៅឈាមហូរពេញមាត់ជាងសានស្រែករន្ធត់ខ្មោចឈួតសាកសពឆ្ងឹងចូលមកទៀងកដៃជាងសានទម្លាក់ឈាមចេញពីកសូរសាច់បែកក្រាក់សើបឡើងលើមុខត្រង់ចុងភ្នែកមានសុភានិងសុវណ្ណីឃើញទាំងសងខាងសុវណ្ណីស្រែកយំមិនទាន់បញ្ចប់ទេនាងមិនបញ្ចប់ទេសុភាវាសម្លាប់មនុស្សទាំងអស់សុភាភ្ញាក់ស្លុតយើងត្រូវដុតអណ្ដូងនោះឬក៏បិទវាឲ្យដាច់ជារៀងរហូតមុនពេលភូមិតាំងស្រុងស្លាប់អស់តាហ៊ឿនដើរមកជិតយកត្បាញ់ព្រៃកងដៃបនមិនពេញទេប្រលឹងនាងមិនទាន់ទទួលការសងសេចក្តីស្លាប់ទេមានអ្វីមួយដែលត្រូវសងមុននឹងវាចុះវិញសុវណ្ណីញាក់ដឹងអតីតកាលនេះជាងគេសុវណ្ណីភ្ញាក់ស្លុតដង្ហើមខ្លាំងខ្ញុំមិនអាចនិយាយបានទេបើនិយាយនាងនឹងមកកាន់ខ្ញុំមុនគេតាហ៊ឿនបើញាក់មិននិយាយវានឹងសម្លាប់គ្រប់គ្នាសូចាប់ផ្ដាងហើយសូសក់នារីវាយតាមខ្យល់សូទឹកក្រហមហូរចេញពីអណ្ដូងជាលំហូរសំឡេងស្រីវណ្ណាស្រែកលើសូទឹកសុវណ្ណីប្រាប់ពួកគេថាអ្នកធ្វើអ្វីនឹងខ្ញុំភ្លេងបន្លឺជាបន្តឈាមហូរលើដីជាស្រមោលសុវណ្ណីដួលជាប់ដីដៃកាន់ក្បាលស្រែកថាអូយខ្ញុំខុស
សូស្លាប់បន្តិចស្ងៀមខ្យល់ត្រជាក់សុវនីដួលលើដីឈាមចេញពីច្រមុះសុភានិងតាហ៊ឿនរត់ទៅជិតសុភាស្រែកសុវនីប្រាប់ខ្ញុំទៅតើមានអ្វីកើតឡើងតើនាមចង់អ្វីសុវនីសំឡេងដងហើមខ្សោយអូយសុភាខ្ញុំជាមនុស្សអាក្រក់ខ្ញុំជាមនុស្សសម្លាប់នាងសំឡេងព្យុះកើនឡើងខ្យល់បក់ជាបន្ទាប់ដីនឹងត្រជាក់សូអណ្ដូងចាប់ផ្ដើមដូចជាមានមនុស្សយំចេញពីក្រោមតាហ៊ឿនស្រែកលើសូខ្យល់និយាយទៅសុវនីបើអ្នកមិននិយាយវានឹងសម្លាប់គ្រប់គ្នាភ្លើងបន្លឺតាមមុខសុវនីបន្ទាប់មកសំឡេងនាងចាប់ផ្ដើមនិយាយដោយសំឡេងញើសុវនីកាលនោះ20ឆ្នាំមុនស្រីបន្លាជាស្រីស្អាតក្នុងភូមិសុភាស្រឡាញ់នាងយ៉ាងខ្លាំងតែខ្ញុំក៏ស្រឡាញ់សុភាដែរខ្ញុំមិនអាចទ្រាំបានពេលឃើញពួកគេសប្បាយជាមួយគ្នាខ្ញុំបានរៀបចំក្បាច់អាក្រក់សំឡេង flashback សូភូមិចាស់សូបក្សីថ្ងៃត្រង់សូស្ត្រីសាយសប្បាយស្រីវណ្ណាសូស្អាតសប្បាយសុភាយើងនឹងសាងសង់ផ្ទះតូចមួយជិតអណ្ដូងនេះមិនឲ្យអ្នកណាមករំខានសុវនីសំឡេងក្នុងអតីតកាលតែស្រីវណ្ណាអណ្ដូងនោះគេនិយាយថាមានអាក្រក់ណាស់យើងមិនគួរជិតវាទេស្រីវណ្ណាសោយខ្ញុំមិនជឿអ្វីទេយើងនឹងសាងសង់ជីវិតថ្មីនៅទីនេះសំឡេងដាច់ភ្លាមខ្យល់បក់ខ្លាំងសំឡេងសម្លាប់ក្រាក់តាមសូរទឹកបន្ទាប់មកសូរស្រែកស្ត្រីចិត្តស្លាប់សុវនីបន្តនិយាយក្នុងបច្ចុប្បន្នខ្ញុំបានទាញនាងចូលអណ្ដូងដោយខឹងខ្ញុំមិនចង់ឲ្យនាងរស់ខ្ញុំចង់ឲ្យសុភាជារបស់ខ្ញុំតែម្នាក់ឯងនាងស្រែកថាសុវនីសូមកុំធ្វើប៉ុន្តែខ្ញុំបានចាក់ថ្មទៅក្បាលនាងដួលចុះក្នុងអណ្ដូងហើយទឹកក្រហមបែកពេញសំឡេងស្រែកពីក្រោមដីសុវនីសងឲ្យខ្ញុំសុវនីយំស្រែកខ្ញុំសោកស្ដាយសូមអភ័យទោសឲ្យខ្ញុំសំឡេងស្រីវណ្ណាឡើងពីអណ្ដូងដោយសំឡេងឈាមហូរអ្នកសោកស្ដាយយូរព្រែកហើយដីជុតអណ្ដូងចាប់ផ្ដើមរំញោតសូរទឹកបក់ខ្លាំងសាកសពឡើងវិញសុភាស្រែកកុំមកជុតសុវនីប្រសិនបើអ្នកចង់សងសេចក្តីគ្រួបសងលើកខ្ញុំទៅសាកសពស្រីវណ្ណាសំឡេងទៀបធ្ងន់សុភាអ្នកក៏ខកដែរអ្នកទុកខ្ញុំចោលពេលដែលខ្ញុំត្រូវសង្គ្រោះអ្នករត់គេចទៅសុភាដង្ហើមខ្ញុំមិនដឹងថានាងនៅជិតអណ្ដូងនោះទេខ្ញុំតាមរកនាងទាំងយប់តែជួបតាហ៊ឿនប្រាប់ថានាងបាត់ខ្ញុំមិនដែលដឹងថានាងត្រូវបោះចុះអណ្ដូងសូវណ្ណាស្រែកដោយសត្វបោកខ្យល់ហើយស្រមោលដីខ្មៅរបស់នាងចាប់កសុវនីទាញទៅជិតអណ្ដូងសុវនីស្រែកអស់កម្លាំងអូយជួយខ្ញុំផងខ្ញុំសោកស្ដាយស្រីវណ្ណាសូមអភ័យទោសឲ្យខ្ញុំសាកសពសំឡេងទៀបទៅរស់ជាមួយខ្ញុំនៅក្នុងអណ្ដូងនេះជារៀងរហូតសូរទឹកបក់ធំដីបែកជាសន្លឹកសុវនីត្រូវទាញចូលអណ្ដូងក្នុងពេលភ្លើងបន្លឺជាប់សុភារត់ទៅទាញតែយឺតពេកសុភាស្រែកសោកស្ដាយសុវនីអូយឲ្យខ្ញុំទៅជំនួសស្ដេចផងសូរស្ងាត់តែម្ដងមានតែសូរទឹកត្រជាក់តាហ៊ឿនឈរច្រឡំតាហ៊ឿនសំឡេងអស់សង្ឃឹមបាបអាក្រក់មិនដែលបាត់ទៅទេពេលដែលព្រលឹងស្រីនោះបានសងគ្រោះទាំងស្រុងវានឹងស្ដាប់ការអធិដ្ឋានចុងក្រោយភ្លៀងធ្លាក់ត្រជាក់សូរស្រីស្ងៀមជាបន្តបន្ទាប់ខ្ញុំស្ងប់ហើយអណ្ដូងស្ងាត់ជារៀងរហូតព្រឹកថ្ងៃបន្ទាប់ភូមិទាំងមូលស្ងៀមស្ងាត់ស្រួលអណ្ដូងចាស់នៅតែមិនស្ងប់ស្ងាត់តាហ៊ឿននិងសុភាឈរជិតអណ្ដូងតាហ៊ឿនសំឡេងស្ងប់អ្នកដែលសល់គឺអ្នកតែម្នាក់អណ្ដូងនេះមិនទាន់ស្ងប់ទេព្រលឹងស្រីវណ្ណារងចាំអាតែងកំបាំងចុងក្រោយសុភាដង្ហើមខ្ញុំសុខស្រាលដែលសុវនីមិនស្លាប់តែអណ្ដូងនោះមើលទៅមិនធម្មតាភ្លើងថ្ងៃបិទត្រឡប់សូរសំឡេងខ្យល់ហើយភ្លើងលើស្ពានដៃភ្លឺមកកាមេរ៉ារបស់វុធីនៅសស្ទាវដាក់ពីកាលមុនបង្ហាញស្រាវមុខសុភាតាហ៊ឿនសូរបន្តតាមខ្ញុំចូលចិត្តទុកចិត្តខ្ញុំពេលសុភាចូលចិត្តអណ្ដូងចាស់មានសញ្ញាក្រហមដូចជាឈាមមួយស្រមោលចេញលើក្បាលសុភាភ្ញាក់ស្លុតអូយអ្នកកំពុងមើលអ្វីនៅក្នុងអណ្ដូងភ្លាមសង្លេងស្រីវណ្ណាឡើងពីទឹកសុភាអ្នកគិតថាខ្ញុំស្លាប់ខ្ញុំមិនស្លាប់ទេខ្ញុំនៅទីនេះរងចាំអ្នកទាំងអស់សុភាស្រែកតើអ្នកអាចរស់ស្រីវណ្ណា
សង្លេងទៀបធ្ងន់ខ្ញុំមិនមែនមនុស្សទេខ្ញុំคล้ายជាប្រលឹងអណ្ដូងនេះអ្នកស្រីស្លាប់សុវណ្ណីតែខ្ញុំទទួលសងសេចក្តីតាហឿនយំស្រែកអណ្ដូងនេះមិនមែនបាត់ត្រឹមសម្លាប់ទេវាសងគ្រោះដល់ញាក់ដែលខូចចិត្តសុភាយំនិងតាហឿនដោះអណ្ដូងចាស់និងសាកសពស្រីវណ្ណានិងសំលេងសុវណ្ណីបញ្ចប់បន្តិចសុភាភ្ញាក់ស្លុតឥឡូវខ្ញុំយល់ហើយញាក់ទាំងអស់ដែលខូចចិត្តនឹងត្រូវឈានទៅប្រឈមមុខអតាញ់កំបាំងនេះខ្ញុំត្រូវសងសេចក្តីមុនពេលចាក់ចេញសំលេងខ្យល់ត្រជាក់បន្សំព្រិលអណ្ដូងស្ងប់ស្ងាត់វិញប៉ុន្តែស្រមោលខ្មៅនៅខាងក្នុងមើលទៅដូចជារងចាំញាក់ណាម្នាក់តាហឿនព្រឺព្រួចយប់នេះញាក់ទាំងអស់ត្រូវយល់អណ្ដូងចាស់មិនមែនត្រឹមសាកសពទេវាជាកន្លែងប្រលឹងសងសេចក្តីសុភាសំលេងត្រជាក់ខ្ញុំនឹងចាំសងសេចក្តីចុងក្រោយភ្លេងស្រែកស្រីវណ្ណាធ្វើឲ្យមានសូរស្ងាត់ក្នុងខ្យល់សងសេចក្តីហើយរឿងបញ្ចប់ដោយការស្ងប់ស្ងាត់មួយប៉ុន្តែអ្នកអាននៅតែមានអារម្មណ៍ភ័យខ្លាចចប់រឿងតួអង្គស្លាប់ជាងលឿនលីនដាឈឿនសុវណ្ណីត្រូវទាញចូលអណ្ដូងខណៈ flashback តួអង្គរស់សល់សុភានិងតាហឿនអតាញ់កំបាំងចុងក្រោយស្រីវណ្ណាคล้ายជាប្រលឹងអណ្ដូងនិងអណ្ដូងក៏មិនស្ងប់ស្ងាត់ដែរ